ថ្ងៃទី11 ខែ 6 2026ខាងក្រុមការងារឈ្មោះមួយសានិងដេប៉ូប៉ុណ្ណោះចុះមកមើលលទ្ធផលក្រោយពីបានប្រើប្រាស់ជីឈ្មោះមួយសាមកថតឲ្យបងប្អូនមើលជាក់ស្ដែងផ្លែគាត់នេះមកមើលដើមនេះមួយទៀតមើលលទ្ធផលជាក់ស្ដែងទាំងអស់គ្នាក្នុងធីមឃុំឧស្សាហ៍